បាទអ្វីទៅគឺជាជំនាញវិស្វកម្មជីវសាស្ត្រហើយជំនាញនេះគឺគេសិក្សាទៅលើអ្វីខ្លះហើយមានឱកាសការងារអ្វីខ្លះជំនាញវិស្វកម្មជីវសាស្ត្រគឺគេសិក្សាទៅលើរុក្ខបច្ចេកវិទ្យាមីក្រូប្រូតេអ៊ីននិងអង់ស៊ីមបច្ចេកវិទ្យាផលិតផលធម្មជាតិបច្ចេកវិទ្យាគ្រឿងសម្អាងវិស្វកម្មជីវវិទ្យាសាស្ត្រហើយគេស្រាវជ្រាវទៅលើបច្ចេកទេសបង្កាត់ពូជពង្រីកពូជនិងដាំដុះរុក្ខជាតិមីក្រូជីវបច្ចេកវិទ្យានិងការប្រើប្រាស់ការអភិវឌ្ឍសម្ភារៈជីវវិទ្យាសាស្ត្រការអភិវឌ្ឍផលិតផលគ្រឿងសម្អាងការអភិវឌ្ឍផលិតផលធម្មជាតិបច្ចេកវិទ្យាប្រូតេអ៊ីននិងអង់ស៊ីមចំពោះឱកាសការងារគឺយើងអាចក្លាយទៅជាអ្នកជំនាញជីវបច្ចេកទេសវិស្វករស្រាវជ្រាវអ្នកអភិវឌ្ឍផលិតផលអ្នកជំនាញមន្ទីរពិសោធន៍អ្នកបច្ចេកទេសរុក្ខជាតិការសិក្សាក្រោយឧត្តមសិក្សាបើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាចង់ប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាផ្សេងឬក៏សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរកសិស្សនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR Code និង link ខាងលើ